ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្រៀនពីរបៀបបង្កើត Master Port បងប្អូនឥឡូវនេះយើងចូលទៅ download Master Port តែម្ដងទៅយើងចុច App Store ហើយយើងចុចពាក្យសារ Select ហើយយើងវាយពាក្យថា Master Port មកបងប្អូនហើយយើងចុចពីលើ Master Port នោះមកវា load ឲ្យហើយដល់សារខ្ញុំ download រួចចឹងខ្ញុំចុច open បងប្អូនបើបងប្អូនមិនទាន់ download បងប្អូនចុច download ទៅបងប្អូនហើយចុចបន្ថែមកុម្មុយនីចុចពីលើ Facebook ហ្នឹងទៅបងប្អូនហើយចុច control ហើយដល់សារខ្ញុំមិនទៅចេះអង់គ្លេសចឹងខ្ញុំអានខុសបន្តិចបន្តួចឲ្យពុកម៉ែបងប្អូនចុច open ខ្ញុំមិនទៅចេះអង់គ្លេសដូចគេទេបងប្អូនខ្ញុំចេះតិចតិចវាកំពុងដើរបងប្អូនយើងចុច continue យើងត្រូវការ page មួយណាដែលយើងត្រូវការ form master port យើងចុចយកទាំងអស់បើខ្ញុំវិញខ្ញុំយកទាំងអស់បើអ្នកទាំងអស់គ្នាវិញយកមិនយកទៅយើងចុច continue ទៀតមកពុកម៉ែបងប្អូនហើយតើមកយើងចុច save វារួចរាល់ហើយពុកម៉ែបងប្អូនយើងចុច go ហ្នឹងដល់កន្លែងហ្នឹងរួចរាល់ហើយពុកម៉ែបងប្អូនតិចទៀតវា load សញ្ញាជោគជ័យឲ្យហើយពុកម៉ែបងប្អូនវាកំពុងដើរពុកម៉ែបងប្អូនពេលវា load សញ្ញាជោគជ័យបានន័យថាវាភ្ជាប់រួចរាល់ហើយពុកម៉ែបងប្អូនហើយពេលពុកម៉ែបងប្អូនត្រូវការផុសវីដេអូពុកម៉ែបងប្អូនចុចពីលើរើសវីដេអូហ្នឹងហើយពេលពុកម៉ែបងប្អូនចង់ផុស page អីចុចពីលើកន្លែងខ្ញុំចុចហ្នឹងពុកម៉ែបងប្អូនហ្នឹងពុកម៉ែបងប្អូនអរគុណសម្រាប់វីដេអូនេះសូមបងប្អូនជួយចុច subscribe ឲ្យខ្ញុំម្នាក់មួយផងណាពុកម៉ែបងប្អូនខ្ញុំចេញធ្វើវីដេអូមុនដំបូងទេ